បាទព័ត៌មានក្តៅអំពីគុណខ្មែរបងប្អូនបាទគឺថាអត្រាគីឡូ6ទាំងពីរនឹងត្រូវជួបគ្នានៅថ្ងៃខាងមុខឆាប់នេះបងប្អូនបាទដែលឃើញពេកផ្លូវការរបស់លោកគ្រូពេជ្រសុផាន់បានបង្ហោះបាទគូដែលគ្រប់គ្នាចង់ឃើញបំផុតបានកើតឡើងហើយរវាងក្របីព្រៃមុខដែកពេជ្រសម្បត្តិនិងមនុស្សឈើសុកធីក្នុងកម្មវិធី Extreme Power Boom មេគ្រីបរត់លេងមួយក្បាច់នេះប្រយ័ត្នរកកន្លែងឲ្យអ្នកអង្គុយទស្សនាអត់បានតិច fan on ចិត្តបាទនេះគឺជាសំណេរនៅផ្លេចនៅเพจផ្លូវការរបស់គ្រូពេជ្រសុផាន់បងប្អូនបាទចឹងមិនថាមិនយូរមិនឆាប់ទេក្របីព្រៃមុខដែកស្នែងប្រឡាក់ឈាមពេជ្រសម្បត្តិនឹងត្រូវជួបតតាំងជាមួយនឹងមនុស្សឈើសុកធីនៅសង្វៀនហងមាសក្នុងកម្មវិធី Extreme បាទកម្មវិធី Extreme Power Boom បាទនេះគឺជាសំណេរនៅក្នុងเพจរបស់លោកគ្រូពេជ្រសុផាន់បាទផុសនៅមុននេះបន្តិចបងប្អូនបាទនេះគឺជាដំណឹងល្អសម្រាប់បងប្អូនដែលនិយមគ្រប់គ្រងវិស័យគុនខ្មែរបាទព្រោះថាបងប្អូន fan ចិញ្ចឹមចិត្តចង់ឃើញគូនេះជួបគ្នាយូរហើយមែនទេបងប្អូនបាទមិនថាបងប្អូនទេសូម្បីតែខ្ញុំក៏ចង់ឲ្យពីរអ្នកនេះជួបគ្នាដើម្បីដកស្រង់បច្ចេកទេសបាទព្រោះមួយជាកីឡាក្បាច់មួយជាកីឡាបុកបាទបើគាត់បានជួបគ្នាទៅអាចនិយាយបានថាផ្លាស់ប្ដូរយុទ្ធសាស្ត្រគ្នាទៅមកទៅធ្វើឲ្យគាត់រត់តែល្អរៀងខ្លួនបន្ថែមទៀតបងប្អូនបាទអញ្ចឹងយើងចាំតាមដានព័ត៌មានបន្តទៀតទាំងអស់គ្នាបងប្អូនបាទព្រោះថាមិនទាន់មាន poster ណាមួយកំណត់ថ្ងៃខែវាយនៅឡើយទេបាទគ្រាន់តែឃើញពេកលោកគ្រូពេជ្រសុផាន់ផុសបែបនេះបងប្អូនបាទអញ្ចឹងយើងចាំតាមដានមើលព័ត៌មានបន្តទៀតហើយបងប្អូនជឿជាក់លើសុកធីប៉ុន្មានភាគរយក៏ដូចជាពេជ្រសម្បត្តិប៉ុន្មានភាគរយដែរបងប្អូនបាទសម្រាប់ខ្ញុំគូនេះគឺដឹងតែល្អមើលឈ្នះចាញ់គឺអត់ទាន់ដឹងហើយបងប្អូនបាទព្រោះថាមកបែបម្នាក់សុកធីក៏គាត់ល្អហើយពេជ្រសម្បត្តិនោះក៏គាត់ល្អដែរបាទគឺល្អប៉ះស្អាតបងប្អូនបាទមួយបុកមួយក្បាច់បាទចឹងសង្ឃឹមថានឹងបានទស្សនានៅពេលឆាប់ខាងមុខនេះបងប្អូនបាទចាំមើលតាមដានព័ត៌មានបន្តទៀតបាទចឹងដែរព័ត៌មានមានតែប៉ុណ្ណឹងបងប្អូនបាទជួបគ្នានៅវីដេអូក្រោយបាទបាយបាយ